បាទសួស្តីពុកម៉ែបងប្អូនទាំងគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំបាទពូរ៉ានឹងមានមុខម្ហូបថ្មីគឺរបៀបប្រឡាក់សាច់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនណាបាទអញ្ចឹងក៏សូមបងប្អូនមកមើលរូបមន្តនិងគ្រឿងផ្សំជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាបងប្អូនណាហ្នឹងហើយអញ្ចឹងចំពោះគ្រឿងផ្សំខ្ញុំបានទិញសាច់ជ្រូកចំនួនប្រហែលជាកន្លះគីឡូបងប្អូនណាសាច់ជ្រូកខ្ញុំយកសាច់ស្វាមុខប្រហែលជាកន្លះគីឡូហើយខ្ញុំបានស្លាយនឹងឲ្យជាប្រទេសហើយដើម្បីប្រឡាក់អញ្ចឹងទៅបាទហើយបងប្អូនមកមើលនៅគ្រឿងទេសរបស់យើងវិញគ្រឿងផ្សំវិញមានដូចជាម្សៅស៊ុបសាតេស្ករក្រហមបាទហើយនឹងទឹកត្រីប៊ីចេងអំបិលបាទហើយចំពោះគ្រឿងប្រឡាក់សាច់របស់យើងដូចជាគ្រឿងឈ្ងុយហ្នឹងបងប្អូនណាហ្នឹងហើយចំពោះគ្រឿងឈ្ងុយមាន4មុខបងប្អូនណាហ្នឹងហើយមានស្លឹកជីវ៉ាន់ស៊ុយបាទមានខ្ញីមានខ្ទឹមសខ្ទឹមក្រហមបងប្អូនណាហ្នឹងហើយអញ្ចឹងដើម្បីយើងទៅប្រឡាក់សាច់បានអញ្ចឹងណាសូមបងប្អូនយកគ្រឿងបាទគ្រឿងឈ្ងុយរបស់យើងហ្នឹងដូចយកខ្ញីនិងស្លឹកជីវ៉ាន់ស៊ុយខ្ទឹមសខ្ទឹមក្រហមហ្នឹងយកទៅកិនមកណាហ្នឹងបើសិនបងប្អូនមានម៉ាស៊ីនកិនទេបងប្អូនអាចដាក់អញ្ច្រាមក៏បានដែរអញ្ចឹងបងប្អូនគ្នាបាទឥឡូវខ្ញុំសូមយកគ្រឿងនឹងយកទៅកិនសិនទៅបងប្អូនណាយកម៉ាស៊ីនកិនមកហើយបាទឥឡូវខ្ញុំសូមបើកគម្របទៅហើយខ្ញុំចាក់នៅគ្រឿងរបស់យើងចូលតែម្ដងមកដើម្បីយកទៅកិនបងប្អូនគ្នាបានហ្នឹងហើយខ្ញុំមកចាក់ចូលតែម្ដងទៅគ្របពីវិញមកបាទឥឡូវយើងយកទៅកិនអស់នេះបាទឥឡូវបន្ទាប់ពីគ្រឿងយើងបានកិនហើយបងប្អូនហ្នឹងហើយខ្ញុំសូមដកដួយចេញចេញមកមកចាក់ចូលតែម្ដងហ្នឹងហើយចាក់គ្រឿងចូលតែម្ដងមកដល់ហើយបាទឥឡូវបន្ទាប់ពីយើងបានកិនគ្រឿងរួចរាល់ហើយអញ្ចឹងបងប្អូនដាក់នៅគ្រឿងទេសចូលតែម្ដងបងប្អូនហ្នឹងហើយបាទហើយខ្ញុំសូមដាក់ប៊ីចេងបាទចំពោះប៊ីចេងខ្ញុំប្រើប្រហែលជាកន្លះចុងកាពីទេបាទហើយអំបិលខ្ញុំប្រើតែបន្តិចហ្នឹងហើយបាទខ្ញុំប្រើប្រហែលជាកន្លះកាពីដែរហើយម្សៅស៊ុបបាទម្សៅស៊ុបខ្ញុំប្រើដូចគ្នាហ្នឹងហើយបាទតមកទៀតទឹកត្រីបងណាចំពោះទឹកត្រីនេះខ្ញុំប្រើប្រហែលជា1ស្លាបព្រាកន្លះបងប្អូនណាបាទតមកទៀតដាក់សាតេចំពោះសាតេនេះខ្ញុំប្រើសាតេទាំងអស់តែម្ដងអញ្ចឹងបងបាទចំពោះសាតេប្រហែលជា1ស្លាបព្រាបងប្អូនណាហ្នឹងហើយបាទបន្ទាប់ពីសាតេហើយស្ករក្រហមបាទខ្ញុំប្រើស្ករសទេគឺខ្ញុំប្រើស្ករក្រហមតែម្ដងអញ្ចឹងណាចំពោះស្ករក្រហមខ្ញុំប្រើប្រហែលជាកន្លះស្លាបព្រាដែរអញ្ចឹងណាបាទព្រោះដោយសារតែសាច់របស់ខ្ញុំតិចដែរអញ្ចឹងខ្ញុំអត់ប្រើបាទឥឡូវបន្ទាប់ពីយើងបានបង់គ្រឿងចូលរួចរាល់ហើយអញ្ចឹងក៏សូមបងប្អូនចាប់ផ្ដើមច្រវល់ប្រឡាក់វាតែម្ដងទៅណាអញ្ចឹងយើងទុករយៈពេលប្រហែលជា10នាទីទៅបងណាហ្នឹងហើយដល់ហើយយើងយកទៅចៀនដើម្បីឲ្យវាចូលជាតិជាមួយនឹងសាច់របស់យើងចាំយើងយកទៅចៀនអញ្ចឹងបងប្អូនឥឡូវខ្ញុំទុករយៈពេលប្រហែលជា10នាទីដើម្បីចាំខ្ញុំយកទៅចៀនអញ្ចឹងបាទបន្ទាប់ពីខ្ញុំទុករយៈពេល10នាទីហើយឥឡូវខ្ញុំចាប់ផ្ដើមយកទៅដាក់ចៀនហ្នឹងបងប្អូនហ្នឹងហើយបាទខ្ញុំយកទៅដាក់ចៀនទៅពួកខ្ញុំចៀនខ្ញុំដាក់ទឹកហ្នឹងហើយខ្ញុំដាក់ទឹកចូលទៅក្នុងប្រហែលជា1កែវហ្នឹងហើយដើម្បីឲ្យសាច់ជ្រូកយើងឆ្អិនល្អអញ្ចឹងបងប្អូនគ្នាបានហ្នឹងហើយបាទខ្ញុំចាក់ទឹកប្រហែលជា1កែវទៅបាទបន្ទាប់ពីខ្ញុំដាក់ទឹកខ្ញុំកាច់នៅភ្លើងក្រាស់ហើយខ្ញុំចាប់ផ្ដើមដាក់នៅសាច់ជ្រូកចូលតែម្ដងអញ្ចឹងបងប្អូនដាក់សាច់ជ្រូកចូលទៅបាទអញ្ចឹងយើងដាក់រងាស់បាទយើងដាក់ចៀនជាមួយទឹកអញ្ចឹងទៅដើម្បីឲ្យសាច់ជ្រូកយើងឆ្អិនល្អអញ្ចឹងយើងរងាស់ដល់ពេលរីងទឹកហើយចាំយើងចាក់ប្រេងឆាចូលហ្នឹងហើយឥឡូវខ្ញុំសូមដាក់រងាស់វាសិនទៅអញ្ចឹងបន្ទាប់ពីបានរីងទឹកហើយអញ្ចឹងបងប្អូនចាក់បាទបងប្អូនចាក់ប្រេងឆាចូលតែម្ដងបងហ្នឹងហើយខ្ញុំសូមថែត្រឡប់វាសិនទៅបាទថែមកឡើងក្រហមហើយបាទអញ្ចឹងបន្ទាប់ពីរីងទឹកហើយបងប្អូនខ្ញុំសូមចាក់ប្រេងឆាចូលតែម្ដងទៅបងណា
ពូគេឆាចាក់តល្មមបានទេសារតែវាមានជាតិខ្លាញ់ពីសាច់ជូរយើងខ្លះហើយហ្នឹងហ្នឹងហើយចាក់គេឆាតល្មមបានហើយបើតែលើសាច់ដែលយើងបានជៀនចាក់ណាបងប្អូនហ្នឹងហើយចាំបន្តពីឆ្អិនហើយខ្ញុំសូមបិទភ្លើងហ្គាសម្ដងទៅណាហ្នឹងបាទខ្ញុំសូមចាប់ដាក់ចានម្ដងបងប្អូនហ្នឹងហើយទំនងមែនទេបងប្អូនបាទវីដេអូរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេបងប្អូនណាបើសិនបងប្អូនបានមើលនៅវីដេអូខ្ញុំហើយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយទៅបងណាហ្នឹងហើយដើម្បីទទួលបានវីដេអូថ្មីបន្តទៀតបាទសូមអរគុណសូមជម្រាបលា